មន្ត្រីកម្ពុជាច្រានចោលការចាត់ប្រកាសរបស់សារព័ត៌មានថៃដែលថាកម្ពុជាបង្កើនសមត្ថភាពយោធាត្រៀមប្រយុទ្ធជុំទី3មន្ត្រីការពារជាតិកម្ពុជាបានបដិសេធចំពោះការលើកឡើងរបស់សារព័ត៌មានរបស់ថៃដែលថាកម្ពុជាបានបំពាក់អាវុធត្រៀមសម្រាប់ការប្រយុទ្ធលើកទី3ជាមួយថៃមន្ត្រីបានចាត់ទុកការលើកឡើងនេះថាគ្មានមូលដ្ឋាននិងមានចេតនាបង្កឲ្យមានការភ័ន្តច្រឡំថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីការពារជាតិកម្ពុជាថាកម្ពុជានៅតែបន្តបដិញ្ញាចិត្តយ៉ាងរឹងមាំចំពោះសេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃហើយនឹងបន្តអនុវត្តបទច្បាញ់យ៉ាងតឹងរឹងក្នុងឆន្ទៈដ៏ស្មោះត្រង់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅតាមបណ្ដោយព្រំដែនការលើកឡើងនេះគឺបន្ទាប់ពីសារព័ត៌មានថៃមួយចំនួនរួមទាំង The Nation ផងបានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី8ខែកុម្ភៈកន្លងទៅដែលបានដកស្រង់សម្ដីរបស់មន្ត្រីថៃដែលព្រមានពីលទ្ធភាពនៃការប៉ះទង្គិចគ្នាជុំទី3តាមបណ្ដោយព្រំដែនដោយចោទប្រកាន់ថាកម្ពុជាបានចល័តទ័ពនិងសិទ្ធិវុធជាច្រើនព្រមទាំងការយកអាវុធប្រឆាំងយន្តហោះដ៏ទំនើបដើម្បីទប់ទល់នឹងយន្តហោះចម្បាំងថៃផងដែរអ្នកវិភាគថៃដែល The Nation បានស្រង់សម្ដីមកចុះផ្សាយបានវិភាគថាប្រសិនបើមានការប៉ះទង្គិចគ្នាលើកទី3មែនកម្ពុជានឹងប្រើប្រាស់លើសពីគ្រាប់រ៉ុកែត BM21 ដែលធ្លាប់ប្រើពីមុនទៅទៀតទោះជាយ៉ាងណាមន្ត្រីកម្ពុជាបានច្រានចោលការលើកឡើងរបស់សារព័ត៌មានថៃនេះក្នុងជំនួបជាមួយសិស្សនីតិអេព្រឹកថ្ងៃទី10ខែកុម្ភៈនេះនាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជានៅតែស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនដោយសន្តិវិធីហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃដើម្បីបន្តយន្តការ GBC ឡើងវិញ។